ផ្ទៃមេឃពណ៌ទឹកក្រូចស្រអាប់បន្តិចម្ដងបានរលាយចូលទៅក្នុងផ្ទៃទឹកដ៏ធំល្វើយនៃបឹងទន្លេសាបបង្កើតបានជាទិដ្ឋភាពដ៏ក្រៀមក្រំនិងគួរឲ្យខ្លាចក្នុងពេលតែមួយវិសាលយុវជនវ័យ15ឆ្នាំដែលធ្លាប់តែរស់នៅកណ្ដាលពន្លឺភ្លើងពណ៌នៃទីក្រុងភ្នំពេញបានឈរសម្លឹងមើលតាមចន្លោះក្តារកម្រាលផ្ទះដោយក្តីព្រួយបារម្ភជាពន់ពេកនៅរដូវវស្សានេះទឹកទន្លេបានឡើងខ្ពស់រហូតដល់គៀកនឹងមាត់ចន្ទាផ្ទះឈើចាស់ៗដែលសង់លើសសរខ្ពស់ស្រឡះខ្យល់រាត្រីដែលបក់មកនាំមកនូវក្លិនភុកនិងក្លិនឆ្អាបត្រីងៀតដែលយាយរបស់គេបានហាលទុកយាយដែលកំពុងម៉ាញើក្រៀបចំមុងនិងដិតធូបដេញមុងបានងាកមកប្រាប់គេដោយសំឡេងស្អុកដែលហាក់ដូចជាញ័រតិចថាចៅចាំឲ្យច្បាស់ពេលព្រះអាទិត្យលិចបាត់ឯងមិនត្រូវលូកជើងចុះទឹកឬអង្គុយយល់ជើងលេងនៅមាត់ចន្តាលឲ្យសោះក្នុងទឹកងងឹតនេះវាមិនមែនជាកន្លែងសម្រាប់មនុស្សដូចពួកយើងលេងសើចឡើយសម្ដីរបស់យាយហាក់បង្កប់នូវអាតកម្មបំយ៉ាងដែលធ្វើឲ្យវិសាលមានអារម្មណ៍ឆ្ងល់ជាខ្លាំងប៉ុន្តែគេគ្រាន់តែងក់ក្បាលយល់ព្រមទាំងបង្ខំចិត្តនៅពេលរាត្រីឈានចូលមកដល់ភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានគ្រប់ដណ្ដប់ភូមិបណ្ដែតទឹកទាំងមូលលើកឡើងតែសូររលកបោកតិចប៉ះនឹងសសរផ្ទះនិងសំឡេងសត្វលអិតយំទ្រហឹងអឹងកងវិសាលដេកព្រះចុះព្រះឡើងមិនអាចបិទភ្នែកបានឡើយកម្ដៅស្អ៊ូស្ងាត់និងភាពអាប់អួរនៃបន្ទប់ធ្វើឲ្យគេមានអារម្មណ៍ថាដង្ហើមហាក់ដូចជាត្រូវគេច្របាច់កគេចង់ចុះទៅប៉ះទឹកត្រជាក់នោះណាស់ដើម្បីរំសាយភាពក្តៅក្រហាយក្នុងកាយដោយមិនអាចទ្រាំបានវិសាលបានងើបដើរយឺតសម្ដៅទៅកាន់មាត់របៀងផ្ទះដែលបើកចំហចោលពន្លឺព្រះច័ន្ទរិក្សាបានចាំងឆ្លុះលើផ្ទៃទឹកពណ៌ក្រមៅមើលទៅដូចជាកម្រាលព្រំខ្មៅដ៏ធំមួយដែលកំពុងរង់ចាំលាបត្របាក់អ្វីគ្រប់យ៉ាងដែលហ៊ានចូលទៅជិតវិសាលបានអង្គុយចុះរួចដាក់ជើងទាំងពីរយល់ចុះក្រោមជិតប៉ះនឹងផ្ទៃទឹកភ្លាមនោះគេមានអារម្មណ៍ថាមានអ្វីមួយយ៉ាងទន់និងត្រជាក់ស្រៀងដោយទឹកកកបានមកប៉ះនឹងបាតជើងរបស់គេយ៉ាងស្រាលវាហាក់ដូចជាសរសៃសក់វែងអន្លាយដែលកំពុងរុំព័ទ្ធជើងរបស់គេឬក៏ជាម្រាមដៃត្រជាក់ស្រៀបដែលកំពុងអង្អែលស្បែកគេវិសាលព្រឺសម្បូរពេញខ្លួនចង្វាក់បេះដូងលោតញាប់ខធម្មតារួចក៏ស្ទុះដកជើងឡើងវិញយ៉ាងលឿននៅក្បែរសសរផ្ទះដ៏ងងឹតស្លុបគេបានឃើញរាងកាយតូចច្រឡឹងមួយបានផុសចេញពីផ្ទៃទឹកយឺតវាជាក្មេងស្រីម្នាក់ដែលមានស្បែកស្លេកស្លាំងដោយក្រដាសជូតមាត់ដែលទទុកទឹកសក់របស់នាងវែងអន្លាយអណ្ដែតក្នុងទឹកដូចជាសត្វពស់ខ្មៅនាងសម្លឹងមកកាន់វិសាលដោយភ្នែកធំដែលគ្មានពន្លឺជីវិតប៉ុន្តែហាក់ដូចជាកំពុងអង្វើរកអ្វីមួយយ៉ាងនាងមិនបាននិយាយអ្វីឡើយប៉ុន្តែបានហែលមុខក្បែរចន្ទាផ្ទះយឺតរួចចំហទៅកាន់ទីងងឹតនៅក្រោមផ្ទះដែលជាកន្លែងទឹកមានសម្ភារល្អកកនិងធំក្លិនស្អុយរលួយខ្លាំងនៅព្រឹកបន្ទាប់ខណៈដែលពន្លឺព្រះអាទិត្យឆាប់ដាំជះមកលើផ្ទៃទឹកយាយរបស់គេបានដើរចូលមកក្នុងបន្ទប់គៀងរបស់វិសាលយាយឈរស្ងៀមមួយសន្ទុះសម្លឹងមើលទៅកម្រាលក្តារដោយទឹកមុខស្លេកស្លាំងនៅទីនោះមានស្នាមដានជើងទៅទុកតូចដែលហាក់ដូចជាដើរចេញពីមាត់ទ្វារចូលមកកាន់ក្រេដេករបស់វិសាលយ៉ាងច្បាស់ក្រឡែតយាយដកដង្ហើមធំវែងរត់លីជាតិចដោយសំឡេងញ័រថាចៅគេចាប់ដើរមកតាមឯងហើយចៅអើយស្នាមជើងនេះមិនមែនជារបស់មនុស្សរស់ទេវិសាលភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេដឹងច្បាស់ថាគេមិនបានចុះទឹកទាល់តែសោះកាលពីយប់មិញចុះតែស្នាមជើងទាំងនេះជារបស់អ្នកណាគេនឹកឃើញតក្មេងស៊ូរីក្នុងទឹកនោះភ្លាមតើនាងជានរណាហើយហេតុអ្វីបានជានាងពិជាយាមចូលមកក្បែរគេសំណួរជាច្រើនបានវាលវល់ក្នុងខួរក្បាលរបស់គេខណៈដែលទឹកទន្លេសាបនៅតែបន្តកម្រើកយឺតនៅក្រោមជើងរបស់គេហាក់ដូចជាមានអ្វីមួយយ៉ាងដ៏ធំមហិមានិងមានអំណាចអង្កិតកំពុងសម្ងំចាំពេលវេលាដើម្បីអូសគេចុះទៅក្នុងជម្រៅទឹកដ៏ត្រជាក់នោះវិសាលសម្លឹងមើលស្នាមជើងទឹកដែលនៅដកលើក្តារបន្តាក្បែរគ្រែរបស់គេដោយមានអារម្មណ៍ត្រជាក់ស្រែបដល់ឆ្អឹងខ្នងលោកយាយរបស់គេប្រញាប់ទៅរកធូបមកអុជនៅមុខអាសនៈបុព្វបុរសទាំងបបួលមាត់ញាប់ញ័រដោយសូត្រមន្តការពារខ្លួនខណៈដែលផ្សែងធូបពណ៌សហុយឡើងត្រឡប់ទៅលឹងពេញផ្ទះទុយនេះលោកយាយបានហាមដាច់ខាតមិនអោយគេចេញទៅក្រៅរៀនហាលឬសូម្បីតែលូកដៃលូកជើងចុះទឹកនៅពេលយប់ឡើយប៉ុន្តែការចង់ដឹងចង់ឃើញរបស់ក្មេងប្រុសដែលទើបតែមកពីទីក្រុងម្នាក់នេះហាក់ដូចជាមានកម្លាំងខ្លាំងជាងការភ័យខ្លាចដែលលោកយាយបានដាស់តឿនទៅទៀតនៅពេលយប់បន្ទាប់មកដល់ខ្យល់ត្រជាក់បក់កាត់តាមចន្លោះជញ្ជាំងស្បៅបន្លឺសំឡេងដូចជាសម្រែកធ្ងន់ធ្ងររបស់ព្រលឹងដែលវង្វេងផ្លូវកណ្ដាលទន្លេ
ទឹកទន្លេសាបដែលធ្លាប់តែស្ងប់ស្ងាត់នៅពេលថ្ងៃក៏ប្រែជាខ្មៅងងឹតដោយទឹកខ្មៅហើយរលកតូចៗបានបកទង្គិចមិនសសរផ្ទះឬសូខ្ជុកមិនដាច់សូហាក់ដូចជាមានមករពាន់កំពុងចិញ្ចាក់សសរឈើចាស់ៗទាំងនោះវិសាលដែកមិនលូកតល់ទេសោះគេមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមើលមកគេចេញពីក្នុងទឹកដ៏ជ្រៅនិងមានក្លិនភុកច្រាំធំភាយឡើងមកតាមប្រហោងក្តារភ្លាមនោះសម្រែកទឹកព្រុងយ៉ាងស្រាលបានបន្លឺឡើងនៅក្បែរចិន្តាផ្ទះគេក្រោកឡើងយឺតរួចដើរសំដៅទៅមករៀនហាលទាំងញ័រដើមទ្រូងនៅទីនោះក្មេងស្រីអាថាកំបាំងដែលគេបានឃើញពីយប់មិញកំពុងអង្គុយលើកាំចិន្តាក្រោមបង្អស់ដែលលិចនៅក្នុងទឹកពាក់កណ្ដាលស្បែករបស់នាងស្លេកស្លាំងដូចជាពន្លឺព្រះច័ន្ទហើយសក់វែងខ្មៅរលោងរបស់នាងអណ្ដែតលើផ្ទៃទឹកដូចជាសារាយសមុទ្រដែលកំពុងរំតាមទឹកជោនាងងាកមកសម្លឹងមើលវិសាលដោយភ្នែកធំដែលពោពេញដោយភាពសោកសៅបំផុតនាងលើកដៃស្ទើងស្លេករបស់នាងដែលហាក់ដូចជាគ្មានឈាមរត់ធ្វើសញ្ញាហៅគេឲ្យទៅជិតនាងម្ដងទៀតមកនេះមកលេងជាមួយយើងនាងខ្សឹបដោយសំឡេងត្រជាក់ស្រិបដែលបក់មកតាមខ្យល់ប៉ុន្តែវាមានភាពទន់ភ្លន់ខុសពីអ្វីដែលវិសាលធ្លាប់ស្រមៃវិសាលហាក់ដូចជាទ្រឹងមុនអាគមយ៉ាងអូទៀងវិញ្ញាណគេឈានជើងចុះទៅកាន់កាំចិន្តាឈើម្ដងមួយកាំរហូតដល់បាតជើងរបស់គេប៉ះនឹងផ្ទៃទឹកដ៏ត្រជាក់ដូចទឹកកកខណៈដែលគេហៀបនឹងឈានចូលទៅក្នុងទឹកកាន់តែជ្រៅទៅតាមការហៅស្រាប់តែមានអារម្មណ៍ថាមានអ្វីម្យ៉ាងរអិលគ្រើមនិងមានកម្លាំងមហិមាបានមកប៉ះនឹងកជើងរបស់គេនៅក្នុងផ្ទៃទឹកដ៏ងងឹតនោះវាជារសឹកដែលធ្វើឲ្យគេព្រឺក្បាលខ្ញាក់ហើយមានអារម្មណ៍ថាមានភាពតានតឹងនិងភាពចង្អៀតណែននៅជ្រុងទឹកនោះហាក់ដូចជាមានអ្វីម្យ៉ាងកំពុងរំផុតជើងងាយយ៉ាងណែនភ្លាមនោះទឹកមុខរបស់ក្មេងស្រីនោះបានប្រែជាភ័យស្លាន់ស្លោភ្លាមនាងស្ទុះមុខចាប់ដៃវិសាយ៉ាងណែនរួយរុនគេឲ្យឡើងទៅលើផ្ទះវិញយ៉ាងខ្លាំងគុំចោះមកគុំអើយវាឃើញឯងឲ្យសោះនាងស៊ឹបខ្លាំងទៅញ័រមាត់ក្នុងពលឺប្រច័ណ្ឌដ៏ស្រអប់វិសាលបានឃើញស្រមោលខ្មៅមហិមាមួយកំពុងវាយយឺតនៅក្រោមជើងប្រសសរផ្ទះវាមានរូបរាងមិនច្បាស់លាស់ហើយដូចជាសត្វពណ៌យ៉ាកផងដូចជាមនុស្សមហិមាដែលមានរូបកាយគ្រើមផងប៉ុន្តែអ្វីដែលច្បាស់បំផុតគឺភ្នែករបស់វាដែលភ្លឺក្រហមដូចរងើកភ្លើងនរកកំពុងសម្លឹងមកគេពីក្នុងភពជ្រៅក្រោមផ្ទះនោះមិនមែនជាត្រីឬសត្វទឹកធម្មតាឡើយវាជាអ្នកថាទឹកឬវិសាចបុរាណដែលកំហឹងរបស់គេត្រូវបានដាល់ឡើងដោយសារការមិនគ្រប់របស់អ្នកស្រុកកាលពីយូរលង់មកហើយវិសាលភ័យញ័រពេញខ្លួនគេរត់ចូលទៅក្នុងបន្ទប់វិទ្យានឹងហើមនឹងហុកញាប់ស្មៀលោកយាយរបស់គេកំពុងអង្គុយចាំនៅមាត់ទ្វារបន្ទប់ដៃកាន់ខ្សែចុងដៃពណ៌ក្រហមនឹងទឹកមុនឯងឃើញវានៅក្រោមផ្ទះហើយមែនទេចៅវាដឹងថាឯងនៅទីនេះហើយលោកយាយសួរទាំងទឹកភ័យខូស្រស់លើត្បល់ជ្រាវជ្រួញគាត់បានសម្រេចចិត្តប្រាប់ការពិតដល់វិសាលថាក្មេងស្រីដែលព្យាយាមជួយគេនោះជាស្រីមុំដែលត្រូវជាបងស្រីបង្កើតរបស់ឪពុកគេដែលបានលង់ទឹកស្លាប់នៅត្រង់កន្លែងនេះកាលពី30ឆ្នាំមុននាងមិនដែលទៅណាចៅគ្រួសារឡើយគឺនាងនៅចាំទីនេះដើម្បីការពារកូនចៅពីអ្វីដែលសាហាវនិងងងឹតងងុយជាងព្រលឹងខ្មៅធម្មតាទៅទៀតស្រីមុំកំពុងប្រើវិញ្ញាណរបស់នាងទប់ទល់នឹងពិស័យទឹកដែលស្រីឃ្លាននោះនៅក្រៅផ្ទះទឹកចាប់ផ្ដើមកម្រើខ្លាំងខុសពីធម្មតាសម្លេងក្រចាក់មុតស្រួយអូសកាត់តាមសសរឈើឬសូគ្រិកកាន់តែគិតមុខចិត្តក្តារបន្តាដែលវិសាកំពុងអង្គុយអោបជង្គង់ផ្ទះទាំងមូលចាប់ផ្ដើមរៀងជួយតិចដូចមានអ្វីម្យ៉ាងកំពុងព្យាយាមរុនទៅលុបឡើងមកពិសាទឹកនោះដឹងថាមានឈាមថ្មីដែលមានកម្លាំងខ្លាំងនៅក្នុងផ្ទះនេះហើយវាមិនព្រមលេងដៃងាយឡើយវិសាដឹងយ៉ាងច្បាស់ថាក្មេងស្រីម្នាក់នោះគឺជួយខែតាល់ពីតែមួយគត់របស់គេបន្ថែមនឹងក្រានទៅជាព្រលឹងដ៏ទន់ខ្សោយម្នាក់ទើបអាចទប់ទល់នឹងអំណាចពិសាទឹកដ៏ធំធេងនោះបានដល់ពេលណាយប់នេះវែងឆ្ងាយណាស់សម្រាប់វិសាលខណៈដែលអ្វីម្យ៉ាងដែលគួរឲ្យខ្លាចបំផុតកំពុងព្យាយាមរត់ខ្លួនឡើងមកតាមចន្លោះក្តារបាតផ្ចាស់ចាំពីក្រោមជើងរបស់គេតែម្ដងជើងលោះក្តារបាតផ្ទះចំពីក្រុមជើងរបស់គេតែម្ដងគឺកន្លែងដែលវិសាលកំពុងអង្គុយញ័រទទះបំផុតខណៈដែលទឹកពណ៌ខ្មៅស្រអាបចាប់ផ្ដើមបាញ់ចេញមកតាមប្រហោងតូចដូចទឹកបាញ់ក្លិនភុកស្អុយជះឡើងយ៉ាងខ្លាំងលីឡំនឹងក្លិនឆ្អាបត្រីដែលរលួយធ្វើឲ្យវិសាលមានអារម្មណ៍ថាថប់ដង្ហើមនឹងចង់ក្អួតចង្អោរចេញមកដោយភាពខ្ពើមរអើមបំផុតគេប្រឹងដកថយទៅគៀនជញ្ជាំងផ្ទះដែលកំពុងរង្គើខ្លាំងប៉ុន្តែហាក់ដូចជាគ្មានកន្លែងណាដែលមានសុវត្ថិភាពឡើយព្រោះផ្ទះទាំងមូលកំពុងតែរញ្ជួយដូចមានសត្វចម្លែកដ៏ធំសម្បើមកំពុងព្យាយាមរើបំរាស់នៅពីខាងក្រោមដើម្បីទម្លាស់ឡើងមកលើនៅចំកណ្ដាលភាពងងឹតស្លុបគ្មានស្រីស្បែកស្លេកដែលគេធ្លាប់ឃើញរាល់យប់ក៏លេចចេញមកភ្លាមនៅចំពោះមុខគេក្នុងសភាពស្អើមជោគនាងអង្គុយលុតជង្គង់នៅលើក្តារបាតផ្ទះដែលកំពុងញ័រខ្លាំងបំផុតនោះហើយប្រៅដៃទាំងពីរដែលស្គមស្កាំងរបស់នាងសម្កត់ចោះទៅលើឈើឲ្យអស់ពីកម្លាំងកាយចិត្តភ្លេងរបស់នាងដែលធ្លាប់តែមើលទៅត្រជាក់ស្រងប់និងក៏មានវិញ្ញាណឥឡូវនេះបែរជាពោពេញដោយភាពឈឺចាប់ការតាំងចិត្តនិងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតដែលវិសាលមិនធ្លាប់ឃើញពីមុនមកក្នុងជីវិតរបស់គេឡើយគុំខ្លាយអី
មិនអីទេសំឡេងសឹបមួយបន្លឺឡើងក្នុងខួរក្បាលរបស់វិសាលយ៉ាងច្បាស់វាជាសំឡេងដែលញ័រទៅតាក់ដូចជាមនុស្សកំពុងត្រជាក់ញាក់ញ័រនៅក្នុងទឹកកកដ៏ត្រជាក់បំផុតភ្លាមនោះអវយវៈខ្មៅរលីងស្រកាស្រដៀងនឹងឫសឈើដែលពុះពេញដោយស្លែក៏លូកចេញមកតាមចន្លោះក្តារបាតផ្ទះដែលរបើកបន្តិចតាមកម្លាំងរុញពីខាងក្រោមវាមិនមែនជាដៃមនុស្សទេវាជាអវយវៈរបស់បិសាចទឹកដ៏បុរាណឬជាអ្នកតាទឹកដែលខឹងសម្បាខ្លាំងព្រោះត្រូវបានអ្នកភូមិបោះបង់ចោលក្នុងបាតបឹងដ៏ខ្មៅងងឹតតាំងពីយូរលង់ណាស់មកហើយម្រាមដៃដ៏វែងអន្លាយនិងស្រួយដោយកំបិតរបស់វាព្យាយាមក្រញ៉ៅជើងរបស់វិសាលដែលកំពុងអង្គុយញ័រទៅទៀតបង្កាយក្មេងស្រីនោះបានចុះขึ้นនាងមកបិទបាំងពីលើកន្លែងនោះយ៉ាងរហ័សបង្គ្រុតដើម្បីការពារគេរាល់ពេលដែលដៃពិសាចនោះប៉ះនឹងរាងកាយព្រលឹងរបស់នាងស្នែងពណ៌សក៏ហ៊ុយចេញមកដូចទឹកពោះហាក់ដូចជាភ្លើងកំពុងឆេះសាច់ដែលត្រជាក់ស្រិបរបស់នាងអញ្ចឹងបែរប៉ុន្តែនាងមិនព្រមលែងដៃចេញពីក្តារបាតផ្ទះនោះឡើយទោះជានាងត្រូវឈឺចាប់យ៉ាងណាក៏ដោយទ្វារបន្ទប់ស្រាប់តែរបឺផាំងបន្លឺសំឡេងយ៉ាងខ្លាំងលោកយាយរបស់វិសាលដែលរជុលមកទាំងដងហោះខ្លាំងដៃរបស់គាត់កាន់ធូបមួយបាច់តែកំពុងឆេះសន្ធោនិងផ្ដិលទឹកមុនដែលពោះពេញដោយផ្កាម្លេះនិងផ្កាឈូកពណ៌សភ្នែករបស់គាត់សម្លឹងត្រង់ទៅរកក្មេងស្រីនោះដោយក្តីអាណត្តិអាសូរនិងសេចក្តីឈឺចាប់ខ្លីលែងដែលលាក់ទុកគំចិត្តជាច្រើនឆ្នាំមកហើយមុំកូនសម្លាញ់កូនទ្រឹះទៅវិញទៅកុំឲ្យវាទ្រឹះបាបកូនទៀតអីចៅវិសាលមានយាយការពារហើយលោកយាយពោលទាំងទឹកភៀហ៊ូស្រក់លើថ្ពាល់ទាំងសងខាងក្នុងសភាពរំជួលចិត្តវិសាលភ្ញាក់ផារយ៉ាងខ្លាំងស្ទើរតែមិនជឿនឹងត្រជានៅពេលដែលដឹងថាក្មេងស្រីម្នាក់នេះគឺជាមីងមុំដែលជាកូនស្រីពៅរបស់លោកយាយដែលបានស្លាប់ដោយការលង់ទឹកកាលពី30ឆ្នាំមុននៅក្រោមផ្ទះនេះឯងនាងមិនដែលចាកចេញពីទីនេះទៅតាមវាសនាទេព្រោះនាងដឹងថាមានវិញ្ញាណអាក្រក់មួយយ៉ាងរស់នៅក្រោមផ្ទះសសរខ្ពស់នេះហើយវាតែងតែរំចាំឱកាសដើម្បីលេបត្របាំងព្រលឹងអ្នកជំនាន់ក្រោយដែលមានឈាមថ្មីនិងកម្លាំងខ្លាំងក្លាដូចជាវិសាលនាពេលបច្ចុប្បន្នលោកយាយចាប់ផ្ដើមសួតមន្តជាភាសាបាលីយ៉ាងរហ័សនិងខ្លាំងខណៈដែលគាត់ជះទឹកមន្តទៅលើក្តារបាតផ្ទះដែលវិសាចកំពុងគំចេញមកតាមចន្លោះប្រហោងសម្រែកក្រហមយ៉ាងព្រៃផ្សៃនិងគួរឲ្យរំជើជួបំផុតបន្លឺឡើងចេញពីក្រោមទឹកធ្វើឲ្យផ្ទៃបឹងទន្លេសាបដែលធ្លាប់តែស្ងប់ស្ងាត់ចាប់ផ្ដើមបក់រលកយ៉ាងខ្លាំងរហូតដល់ផ្ទះទាំងមូលផ្អៀងទៅមួយហាងស្ទើរតែដួលរលំពិសាទឹកដែលខឹងសម្បាព្រោះមិនបានស៊ីសាច់ឈុតឈាមតាមបំណងនោះចាប់ផ្ដើមរុនទម្លាក់ក្តារកាន់តែខ្លាំងរហូតដល់ក្តារមួយសន្លឹកបាក់ខ្យាចេញពីគ្នាវិសាលមានអារម្មណ៍ថាមានអ្វីមួយយ៉ាងត្រជាក់ស្រិបនឹងរអើស្បែកពក់លុះមកប៉ះចំកំពូលជើងរបស់គេបន្តិចដែលធ្វើឲ្យគេស្រាវឆាំងខ្នងយ៉ាងខ្លាំងគេចង់ស្រែកឲ្យគេជួយតែហាក់ដូចជាមានអ្វីមួយយ៉ាងមួយចិត្តក្បាលរស់គេខ្លាំងមែនតែនរហូតដល់ដកដង្ហើមស្ទើរមិនចង់រួចក្នុងខណៈនោះមីងមុំបានប្រើកម្លាំងចុងក្រោយដែលនាងមានចាប់ធាងដៃពិសាចនោះឲ្យចោះទៅក្នុងទឹកវិញយ៉ាងសាហាវបំផុតនាងងាកមកមើលមុខវិសាលហើយញញឹមដាក់គេជាលើកចុងក្រោយដែលជាស្នាមញញឹមដ៏ស្រស់ស្អាតបំផុតដែលគេធ្លាប់ឃើញក្នុងលើកនេះមុននឹងនាងបាត់ខ្លួនចូលទៅក្នុងទឹកខ្មៅងឹតនឹងជាមួយនឹងពិសាចនោះជារៀងរហូតភាពស្ងប់ស្ងាត់ត្រឡប់មកវិញភ្លាមហាក់ដូចជាមិនដែលធ្លាប់មានរឿងរ៉ាវអ្វីកើតឡើងតតែសក្នុងបន្ទប់នេះទឹកដែលធ្លាប់តែបាញ់ឡើងតាមចន្លោះក្តារក៏ស្រោចឆោបាត់ទៅវិញផ្ទះក៏ជួបរឿងជួយភ្លាមរំពាកនៅពេលមេឃចាប់ផ្ដើមស្រឡះពន្លឺព្រះអាទិត្យពណ៌មីដំបូងគេចាប់ផ្ដើមរះឡើងនៅជើងមេឃដ៏ឆ្ងាយឆ្លុះបញ្ចាំងលើផ្ទៃទឹកបឹងទន្លេសាបដ៏ធំល្វឹងល្វើយគួរឲ្យចង់គួយគុណជាមីបំផុតលោកយាយដើរមកជិតវិសាលដែលកំពុងអង្គុយញ័រទៅទៀតលើឥដ្ឋហើយអោបគេយ៉ាងណែននៅក្នុងរង្វង់ដៃដ៏ខ្វាត់ខ្វល់របស់គាត់ដើម្បីបដិកម្លាំងចិត្តនាងការពារចៅបានសម្រេចហើយមីងរបស់ចៅជាអ្នកជួយសង្គ្រោះជីវិតចៅឲ្យរួចពីពិសាចនោះគាត់និយាយតិចដោយសំឡេងសក់និងពោពេញដោយមនុស្សសញ្ជទានបំផុតវិសាសម្លឹងមើលទៅលើក្តារបាល់ផ្ទះដែលនៅសល់តែស្នាមទឹកសើមជោគនិងស្លែពណ៌បៃតងទោះបីជាគ្រោះថ្នាក់ដ៏ធំធេងបានកន្លងផុតទៅប៉ុន្តែគេដឹងច្បាស់ថាចាប់ពីពេលនេះតទៅគេនឹងមិនដែលហ៊ានយ៉ាជើងចោះទឹកនៅមើលទៅក្រោមផ្ទះនៅពេលជប់ទៀកឡើយអាចថាកំបាំងក្រោមផ្ទះសសរខ្ពស់នេះនៅតែមានវត្តមានជានិច្ចគ្រាន់តែវាត្រូវការព្រលឹងដ៏បរិសុទ្ធមួយដើម្បីការពារឲ្យពិភពលោកខាងលើមានសេចក្តីសុខតែប៉ុណ្ណោះវិសាលដឹងថារាល់ពេលដែលទឹកបក់សសរផ្ទះតិចវាមិនមែនគ្រាន់តែជាខ្យល់បក់ធម្មតានោះទេប៉ុន្តែជាការដាស់តឿននិងការការពារពីមីងរបស់គេថានាងនៅទីនោះជានិច្ចដើម្បីចាំយាមមើលថែរូបគេពីភាពងងឹតដែលលាក់ខ្លួននៅខាងក្រោមផ្ទះនេះជារៀងរហូតទៅ